ក្មួយអើយសម័យទំនើបហើយបច្ចុប្បន្ននេះគួរតែរៀនស្ដាប់ធម៌ខ្លះទៅអញ្ចឹងកូនគួរតែស្ដាប់លោកម្ចាស់គ្រូណាខ្លះទៅខ្ញុំចង់ចែកម្លែកកូនគួរតែស្ដាប់លោកម្ចាស់បុត្រសវង្សដើម្បីរៀនស្គាល់ខ្លួនឯងតើកូនជាមនុស្សប្រភេទណាទី2កូនគួរតែស្ដាប់លោកម្ចាស់គ្រូផនវគ្គក្តីលោកម្ចាស់ផនវគ្គក្តីបានបញ្យល់ពីរបៀបយើងធ្វើបន់ថាយើងគួរធ្វើបន់របៀបណាទី3កូនគួរតែស្ដាប់លោកម្ចាស់យន់សេងជាតិលោកបានបង្រៀនយើងពីយុវជនតែយើងមានគោលដៅជីវិតយ៉ាងដូចម្ដេចដើម្បីឲ្យមានជោគជ័យនៅក្នុងជីវិតអញ្ចឹងកូនគួរតែស្ដាប់ហើយទី4កូនគួរតែស្ដាប់លោកម្ចាស់សុផាណាលោកបញ្យល់អំពីជីវិតអាពាហ៍ពិពាហ៍ហើយទី5កូនគួរតែរៀនសមាធិអញ្ចឹងកូនគួរតែស្ដាប់លោកម្ចាស់សុំមន្ទឿនលោកម្ចាស់សុំមន្ទឿនបានបញ្យល់យ៉ាងក្បោះក្បាយហើយទី5គឺកូនគួរតែស្ដាប់លោកម្ចាស់គ្រូសាន្តិជាលោកម្ចាស់គ្រូសន្តិជាបើសិនជាកូនអត់ជ្រះថ្លានឹងបច្ចុប្បន្នទេកូនគួរតែចូលទៅស្ដាប់នៅក្នុងเพจរបស់គាត់សន្តិជា Official លោកម្ចាស់គ្រូសន្តិជាខ្ញុំបានដាក់ឈ្មោះគាត់ថាជាលោកម្ចាស់គ្រូតាន់សម័យអញ្ចឹងបើសិនជាកូនចេះស្ដាប់លោកម្ចាស់គ្រូសន្តិជាបានន័យថាគាត់បង្រៀនអ្វីៗគ្រប់យ៉ាងទាំងអស់តែម្ដងគាត់គឺនិយាយទៅលោកម្ចាស់គ្រូសន្តិជាគាត់បរៀន all in one ណាចង់និយាយថាគ្រប់បែបគ្រប់សម័យកាលគឺស្ដាប់លោកម្ចាស់គ្រូសន្តិជាត្រូវតែម្ដងបើសិនជាកូនចេះស្ដាប់ហើយលោកម្ចាស់គ្រូសន្តិជាបើស្ដាប់ត្រឹមតែមួយឃ្លីបពីរឃ្លីបអាចកើតទោសៈអត់សុបាយចិត្តតែបើកូនស្ដាប់យល់ស្ដាប់ឲ្យបានយូរទើបយល់ពីអត្ថន័យរបស់គាត់បានល្អលោកគ្រូសន្តិជាហើយបើសិនជាកូនស្ដាប់លោកគ្រូផ្សេងអង្គណាដែលកូនថាជ្រះថ្លាកូនស្ដាប់ទៅប៉ុន្តែសម្រាប់ខ្ញុំចង់រីកមិន5អង្គហ្នឹងបើសិនជាបងអូនឬក៏កូនក្មួយដែលស្ដាប់ធម៌កូនចង់រៀនណាអញ្ចឹងមិនដឹងថាតើយើងគួរទៅស្ដាប់អង្គណាខ្លះសម្រាប់ខ្ញុំធ្លាប់ស្ដាប់អង្គច្រើនណាស់ក៏ប៉ុន្តែខ្ញុំសង្ខេបតែ5អង្គហ្នឹងទេដែលខ្ញុំគិតថាងាយស្រួលស្ដាប់ងាយស្រួលយល់ណាអញ្ចឹងកូនអាចសាកល្បងស្ដាប់ធម៌ទៅគឺល្អមែនទែនជីវិតរបស់យើងគឺល្អប្រសើរផ្លូវចិត្តរបស់យើងគឺដឹកនាំជីវិតយើងល្អប្រសើរ